ស្ថានភាពវិវត្តចុងក្រោយមកដល់ម៉ោងនេះរវាងបាទកម្ពុជានិងចៅសៀមគឺឥឡូវនេះស្ថានភាពនៅតាមភូមិព្រៃច័ន្ទនិងជោគជ័យបានស្ងប់ស្ងាត់ហើយប៉ុន្តែសៀមដោយសារតែវាបាទវង្វេងវង្វាន់ដោយសារបាត់បង់ទីតាំងឈរជើងទាំងស្រុងគឺវាកំពុងតែបាច់វាបាច់ផ្សែងពុលទៅកាន់ភូមិពីរនេះហើយជាក់ស្ដែងច្រកចូលបឹងតគួនបាទក៏ស្ងប់ស្ងាត់ដែរសៀមអត់មានឱកាសក្នុងការរុលចូលទៅតាមតំបន់នោះទៀតទេអ្វីដែលកំពុងតែផ្លោដាក់គ្នានៅពេលនេះគឺនៅតាមច្រកអានសេះហើយនឹងខាងបែកទៅខាងព្រះវិហារអញ្ចឹងច្រកអានសេះនិងបែកព្រះវិហារនេះយើងក៏បានផ្ញើបាទ 3M21 បាទជាច្រើនដើម្បីជាកាដូទៅដល់ទាហានសៀមទៀតដែរពីព្រោះអីថ្មាតនៅរោងចាំច្រើនណាស់នៅតំបន់ទាំងហ្នឹងបាទអញ្ចឹងកន្លែងនេះដូចវីដេអូក្រោយខ្ញុំបង្ហាញបងប្អូនម៉ោងនេះសូម្បីតែជប៉ុនសារព័ត៌មានជប៉ុនក៏បានលើកឡើងថាសៀមជាអ្នកឈានពានកម្ពុជាក៏បានសរសេរអំពីតួលេខប្រជាជនកម្ពុជាជនស៊ីវិលស្លូតត្រង់ដែលមិនពាក់ព័ន្ធជាមួយនឹងការកាន់កម្លាំងប្រដាប់អាវុធតតាំងគ្នាក៏ពួកសៀមទម្លាក់គ្រាប់ក៏ពួកសៀមទៅកំទេចធ្វើឲ្យពួកគាត់មានអ្នកបាត់បង់ជីវិតនិងរបួសជាច្រើនអ្នកដែរអញ្ចឹងអន្តរជាតិពេលនេះគឺកំពុងតែថ្កោលទោសសៀមដូចគ្នាហើយអ្វីដែលសៀមកំពុងតែកពុលមុខចារឹករបស់យោធាសៀមណាបងប្អូនចារឹកយោធាសៀមបើវាទៅកាន់កាប់កន្លែងណាបានគឺវាតែងតែដោតទងជាតិវាហើយវាច្រៀងបទចម្រៀងជាតិវាណាអញ្ចឹងឥឡូវនេះដោយសារតែងាប់ទៅក៏វាច្រើនផងហួយអាចកន្លែងទីតាំងឈរជើងដែលធ្លាប់តែដណ្ដើមកម្ពុជាបានហ្នឹងក៏ឥឡូវនេះវាបាត់បង់ទៅវិញកម្ពុជាដណ្ដើមបានកាន់កាប់ស្ទើរទាំងស្រុងទៅវិញផងដែរអញ្ចឹងវាអត់មានអីបោកប្រជាជនអត់មានអីធ្វើឲ្យប្រជាជនវាសប្បាយចិត្តខ្លាចប្រជាជនវាបះបោវាទៅកុហកថាវាទៅដណ្ដើមបានភ្នំលេខ677ឯណាឥឡូវហ្នឹងកំពុងប្រហូតទងជាតិឯណាឈរចម្រៀងជាតិហើយទាំងដែលអាភ្នំ677ដែលខ្ញុំស្រាវជ្រាវហ្នឹងភ្នំហ្នឹងកន្លែងទីតាំងហ្នឹងរូបភាពហ្នឹងគឺស្ថិតនៅក្នុងទឹកដីខេត្តឧត្តមរាជធានីរបស់វាណោះហើយខ្មែរយើងមិនដែលបានទៅទន្ទ្រានទឹកដីវាពីអង្ការយើងការពារតែដីរបស់យើងទេមកដល់ម៉ោងនេះយើងបាញ់ស្រោច 3M21 បាញ់ក៏ដូចភ្លើងក៏ជ្រួចប៉ុណ្ណាក៏យើងអត់បានទៅទន្ទ្រានទឹកដីគេដែរយើងការពារយើងក្លាហានយើងអង្អាចតែយើងអង្អាចនៅក្នុងដែនអធិបតេយ្យរបស់យើងអ្វីដែលជាដីរបស់យើងគឺយើងត្រូវដណ្ដើមយកមកវិញតែប៉ុណ្ណឹងអញ្ចឹងពួកវាកំពុងតែប្រឡប់ប្រជាជនវាណាបងប្អូនបាទពីព្រោះអីងាប់ក៏ច្រើនងាប់ច្រើនមកជុំងាប់ច្រើនហើយអត់បានទីតាំងបានអីកាន់កាប់ទៀតតួយ៉ាងដូចភ្នំទ្របជាដើមភ្នំទ្របដូចថ្ងៃមិញនេះវាដាក់កងពលវាមកវរៈសេនាធំហ៎បងប្អូនឡើងទៅលើភ្នំទ្របអត់ទាន់បានដល់គោលដៅទេខ្មែរយើងបាទផ្លោងឯងក៏ជួយប្រមាណចកោមទៅដាច់ទាំងផ្លូវមុខដាច់ទាំងផ្លូវក្រោយឥឡូវហ្នឹងគឺវានៅទើចំកដាលអត់ទៅណារួចទេបាទអត់ទៅណារួចទេបាទបើវាមាន AC គ្រាន់បើអាហ្នឹងអាចរស់បានខ្លះទៅតែបើអត់ទេមានតែឲ្យថ្មាត់ស៊ីវិញនេះជាដំណឹងមួយដែលឲ្យបងប្អូនដឹងថាទាហានខ្មែរយើងអស់ចាយើងអត់មានឧបករណ៍អីណាទំនើបខ្លាំងដល់ S16 ទេណាប៉ុន្តែយើងធ្វើបានដល់ប៉ុណ្្នឹងហើយចុះបើសាក់សម័យមើលបើយើងមានដល់ S16 ទៀតសៀមមិនប៉ោងខោមិនងាប់ខ្ទេចទីងាប់ខ្ទេចអស់ហើយណាបងប្អូនកន្លែងហ្នឹងប៉ុន្តែខ្ញុំចង់ប្រាប់ថាជោគជ័យទាំងអស់ហ្នឹងបានវាដោយសារមិនការរួមកម្លាំងសាមគ្គីរបស់ខ្មែរយើងទាំងអស់គ្នាទាំងយុទ្ធសាស្ត្រទាំងអីក៏ទាំងអស់ខ្ញុំនៅតែសារថាថ្នាក់ដឹកនាំបើទោះជាកន្លងមកបញ្ហាខ្មែររវាងខ្មែរយើងពិបាកនិយាយគ្នាមិនក៏ដោយបណ្ដំមកម៉ោងនេះគឺខ្មែរយើងសាមគ្គីគ្នាច្រើនណាស់នៅតែពួកមាត់បស្វាមួយចំនួនដែលព្យាយាមត្រីងិតឆ្លៀតពងយកឱកាសហ្នឹងចង់ផ្ដួលរំលំរដ្ឋាភិបាលចង់កាច់ខ្មែរគ្នាឯងតែប៉ុណ្្នឹងប៉ុន្តែខ្ញុំសុំចិត្តបងប្អូនថាជួបពួកហ្នឹងមួយប្លុកមួយ report មួយបាទព្រោះម៉ោងនេះអត់មែនជាម៉ោងដែលត្រូវខំខ្មែរគ្នាឯងទេហ្នឹងហើយបាទត្រូវចាំថាសាមគ្គីគឺរស់បែកបាក់សាមគ្គីគឺស្លាប់តែប៉ុណ្្នឹងតែម៉ោងនេះគឺយើងធ្វើល្អបំផុតហើយខ្ញុំមានមោទនភាពបំផុតដែលបានកើតមកជាកូនខ្មែរអត់មានប្រទេសអត់មានជនជាតិលើលោកណាដែលមានបេះដូងមនសិការទូលំទូលាយបាទមនោចេតនាជាជាងមនោចេតនានៃកូនខ្មែរទេខ្មែរនេះល្អណាស់បងប្អូនអញ្ចឹងបានជាខ្ញុំមកនៅប្រទេសគេនេះជិត10ឆ្នាំក៏ខ្ញុំអត់ដែលបំភ្លេចជាតិសាសន៍មួយនេះដែរពីព្រោះអីជាតិសាសន៍ហ្នឹងមនុស្សចេតនាពេកខ្ញុំនិយាយទៅចង់អួលដើមកគាត់ថាឃើញសកម្មភាពបងប្អូនយើងដែលចោះចែកអំណោយប្រងព្រាតអ្នកដែលមិនមែនតាហ៊ានហ្នឹងក៏សកម្មគ្រប់គ្នាគឺខ្ញុំមានអារម្មណ៍ថាអូយអស្ចារ្យមែនទែនអស្ចារ្យហ្នឹងហើយដែលធ្វើឲ្យទ័ពរបស់យើងវីរៈកងទ័ពយើងលោកមានស្មារតីរឹងមាំនៅក្នុងការតតាំងទៅទោះជាពេលខ្លះរបួសពេញខ្លួនប៉ុណ្ណាក៏ពួកគាត់នៅតែកម្រើកនៅតែអាចរើបានណាបងប្អូននេះជាភាពអស្ចារ្យខ្លាំងដែលយើងកំពុងតែទទួលជោគជ័យអរគុណ